គេលេងសើចទៀតហើយថ្ងៃនេះមិនមែនថ្ងៃទី1ខែមេសាណាបងលីវតើដៃបងយ៉ាងម៉េចហ្នឹងអូស៊ីវស៊ូឲ្យស្ដាប់បងនិយាយណាប្អូនធ្វើបែបនេះមិនត្រឹមត្រូវទេមើលបងចុះម្សិលមិញត្រូវឆ្កែកាមទៅចាក់ថ្នាំការពារឆ្កែឆ្កួតរួចហើយថ្ងៃនេះនៅតែខំប្រឹងធ្វើការថែមម៉ោងទៀតត្រូវហើយបងលីវបងពិតជាអស្ចារ្យមែនមិនល្អទេបងលីវឆ្កួតហើយគាត់ខំមនុស្សហើយពេលវេលាគ្រប់3នាទីល្មមសូមប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបទីក្រុងយើងកំពុងមានការផ្ទុះឡើងនៃវីរុសឆ្កែឆ្កួតប្រភេទថ្មីដែលឆ្លងលឿនខ្លាំងណាស់ចាប់ពីពេលនេះទៅសូមបិទពួកអ្នកមិនអាចចេញក្រៅបានទេសូមសហការផងតាំងស្មារតីឡើងបងស្រីឌូឌូកុំខ្លាចអីឯងភ្ញាក់ហើយមើលចុះពួកអានឹងកំពុងដេញតាមខ្ញុំកន្លែងស្តុកទុកអីចឹងព្រះឲ្យខ្ញុំមានសមត្ថភាពពិសេសហើយថ្ងៃអវសានលោកមែនទេវានឹងមកដល់មែនទេអ្វីដែលត្រូវមកវានឹងមកដល់សំណាងហើយដែលខ្ញុំចូលចិត្តស្តុកទុកអាហារផ្ទះខ្ញុំមានអាហារច្រើនណាស់ថ្ងៃមុនត្រឡប់មកវិញក៏ឆ្លៀតទៅផ្សារទំនើបស្តុកទុកខ្លះដែរថ្នាំពេទ្យនិងឧបករណ៍គឺគ្រប់គ្រាន់ឆ្លៀតពេលទឹកភ្លើងនៅប្រើបានខ្ញុំត្រូវប្រញាប់ធ្វើម្ហូបទុកយកទៅទុកក្នុងកន្លែងស្តុកទុកទោះបីជាធ្វើការដូចគោដូចសេះហត់នឿយយ៉ាងណាក៏ដោយតែគិតទៅថ្ងៃក្រោយប្រហែលគ្មានថ្ងៃបែបនេះទៀតទេថ្ងៃអវសានលោកមកដល់ហើយគួរឲ្យសោកស្ដាយណាស់មានរឿងអ្វីកើតឡើងតែជើងខ្ញុំហេតុអ្វីកម្រើកមិនបានមាត់ខ្ញុំក៏និយាយមិនចេញដែរលោកឲ្យលោកកំពុងលេងសើចនឹងខ្ញុំមែនទេឲ្យខ្ញុំជាតួឯកមកហើយរបស់ដែលគេផ្ដល់ឲ្យបែរជាធ្វើឲ្យខ្ញុំខ្លាចជាខ្មោចឆៅទៅវិញខ្ញុំមិនព្រមទេអូយក្រុមសង្គ្រោះមកដល់ហើយតែពួកគេមិនមែនមកជួយខ្ញុំទេតើពួកគេនឹងសម្លាប់ខ្ញុំដោយរបៀបណាបាញ់ក្បាលមួយគ្រាប់ឬកាត់ក្បាលខ្ញុំចោលក្រុមសង្គ្រោះនៅសល់ប៉ុន្មានអ្នកទៀតនៅជាន់ទី7ហើយអ្វីបានជាពួកអ្នកបើកទ្វារយឺតម្លេះគេមកដល់ហើយគេកាន់ឧបករណ៍សម្រាប់ខ្មោចឆៅកាន់តែខិតជិតមកហើយគួរឲ្យខ្លាចណាស់សំឡេងខ្មោចឆៅបន្ទប់ក្បែរនេះត្រូវគេបាញ់ក្បាលមួយគ្រាប់នៅតែកោះរំពងក្នុងត្រចៀកខ្ញុំតើលើខ្លួនមានរបួសឬមានសញ្ញាឆ្លងមេរោគទេសូមឆ្លើយមកអ្នកនាងខ្ញុំជាប្រធានក្រុមពិសេសសៃតេឈ្មោះឈីនលូសូមឆ្លើយសំណួរខ្ញុំមកគុំធ្វើឲ្យខាតពេលសង្គ្រោះប្រធានក្រុមតូចអ្នកណាប្រធានក្រុមតូចបងឈីនបងនៅប្រធានក្រុមតូចរហូតដល់ឈួតហើយមែនទេឲ្យងាប់ហើយមើលទៅមុខសិនណាអាម្នាក់នេះហេតុអ្វីបានជាគួរឲ្យចង់វាម្លេះឈីនលូកិច្ចការផ្ទះរបស់ឯងនៅណាប្រធានក្រុមតូចសុំទោសផងកិច្ចការផ្ទះខ្ញុំភ្លេចទុកនៅផ្ទះបាត់ហើយភ្លេចទុកនៅផ្ទះទៀតហើយអីចឹងឯងបំពេញមកសរសេរឥឡូវនេះមកខ្ញុំចាំមើលឯងសរសេរឲ្យចប់លូតុងបាល់អឯងកុំឲ្យធ្លាក់ក្នុងដៃខ្ញុំឲ្យសោះបើមិនដូច្នោះទេប៉ុន្មានឆ្នាំមកនេះមុខមាត់ឯងមិនក៏មិនឃើញប្រែប្រួលសោះអញ្ចឹងប៉ាអាពុកក្បាលរឹងនិយាយលេងកាត់ហើយហីឯងបាត់បង់ភាពស្មោះត្រង់អស់ហើយមែនទេតែថាហាក់ដូចជានៅមានស្មារតីជាមនុស្សខ្លះដែរសង្កេតមើលសិនបើវាគ្មានស្មារតីសោះខ្ញុំនឹងសម្លាប់វាដោយដៃខ្លួនឯងកុំមាត់គុំនៅក្នុងនេះសិនទៅចាំខ្ញុំត្រឡប់មកយកឯងវិញបងប្រុសបងជួយធ្វើអីឲ្យវាដាច់ស្រេចទៅមើលដឹងអត់ថាការស្លាប់ដែលមិនដឹងមុននឹងហើយទើបជារឿងដែលគួរឲ្យខ្លាចបំផុតអាហែងទូឌូឯងបាត់បង់ស្មារតីហើយមកធ្វើមុខគួរឲ្យស្រឡាញ់ស្អីទៀតអ្នកទាំងអស់គ្នាស្ដាប់ណាចុះទៅក្រោមទៅរៀបជួរឲ្យល្អខាងក្រោមមានឡានក្រុងចាំទទួលហើយនឹងមានគេនាំអ្នកទាំងអស់គ្នាទៅកាន់មូលដ្ឋានអ្នករស់រានមានជីវិតស៊ូទូទូស្ដាប់បងយកទេបើស្ដាប់យកងក់ក្បាលមកបងនឹងនាំអូនទៅអូនព្រមទៅជាមួយបងទេព្រមអូនព្រមបងប្រុសឲ្យមានអ្នកណាគេចង់ស្លាប់បើអាចរស់បាននោះពិតជាមិនខុសពីមេក្រុមតូចរបស់បងមែនទោះបីជាខ្លាយទៅជាខ្មោចឆៅក៏នៅតែឆ្លាតជាងគេដែរពាក្យសរសើរនេះមិនបាច់និយាយក៏បានដែរពិតមែនណាមេក្រុមតូចនឹកស្មានមិនដល់មែនទេថ្ងៃណាមួយនឹងធ្លាក់មកក្នុងដៃបងបែបនេះបើមិនមែនព្រោះតែអូនខ្លាចជាខ្មោចឆៅហើយធ្លាក់ខ្លួនដល់ថ្នាក់នេះទេហើយភ្លេចវាទៅបើអ្នកដែលអូនជួបមិនមែនជាឈីនលូទេនោះប្រហែលជាត្រូវគេកម្ចាត់ចោលបាត់ទៅហើយទើបតែចាប់ដើមសម័យកាលវិនាសកម្មសោះគាត់ខ្លាំងដល់ថ្នាក់នេះទៅហើយឬក្រុមពិសេសលេខ31សូមរាយការណ៍ទីតាំងនៅបូរីឈីងយួនបានសម្អាតរួចរាល់ហើយក្រុមពិសេសលេខ31សូមបញ្ជាក់ការរាយការណ៍ទីតាំងនៅបូរីឈីងយួនបានសម្អាតរួចរាល់ហើយអូយឈ្មោះអីហ្នឹងស្ដាប់ទៅដូចក្មេងអញ្ចឹងនេះគឺជាសិស្សថ្មីដែលទើបតែផ្ទេរមកឈ្មោះឈៀនលូនាងដូដូក្នុងនាមជាប្រធានថ្នាក់ជួយណែនាំនាងឲ្យស្គាល់ទីនេះផង
ចាស់លោកគ្រូសួស្ដីប្រធានថ្នាក់តូចសូមជួយមើលថែផងណា វានឹងមានន័យអីតោះពួកយើងទៅលេងបាល់ទៅមកហើយណែពួកឯងទាំង4នាក់ត្រឡប់មកចូលរៀនវិញភ្លាម អាល្អិតឈិនឡើយនេះទៅតែមកមិនទាន់បានមួយខែផងក៏ខ្លាចជាបញ្ហាធ្វើឲ្យគ្រូឈឺក្បាលបាត់ទៅហើយធ្វើជាប្រធានថ្នាក់នេះពិតជាពិបាកណាស់មិននឹងអាចមិនចាំទៅពេលឆ្នាំនៅអនុវិទ្យាល័យគឺជាពេលវេលាដែលពិបាកបំភ្លេចនិងគ្មានកង្វល់បំផុតក្នុងជីវិតរបស់ខ្ញុំក្រោយប្រឡងចប់ប៉ាក៏ជួបគ្រោះថ្នាក់ស្លាប់បាត់ទៅចំណែកម៉ាក់ក៏ធ្លាក់ខ្លួនឈឺធ្ងន់ទៀត សៀវហ្វៃពួកឯងកុំរករឿងអីគេមិនចេះនិយាយទេបងឈិនស៊ុំប៊ីរបស់ប្រធានថ្នាក់តូចនេះរៀងប្លែកបន្តិចហើយវាអាចស្ដាប់ភាសាមនុស្សបានប្លែកពិតជាប្លែកមែនគឺគួរឲ្យស្រឡាញ់ប្លែកតែម្ដងបងខេងឲ្យទោះបីជាប្រធានក្រុមតូចពិតជាគួរឲ្យស្រឡាញ់មែនតែបងធ្វើបែបនេះវាហាក់ដូចជាឈួតបន្តិចហើយមិនល្អទេក្នុងរយៈពេល10នាទីទៀតនឹងមានព្យុះកូរ៉ុនទះនៅខាងមុខមានរោងចក្រកំប៉ុងមួយយើងទៅពួននៅទីនោះសិនទៅបានហើយចុះពីឡានរួចបេស៊ូនិងឆេហ្វីទៅជាមួយខ្ញុំដើម្បីកម្ចាត់ខ្មោចឆៅចំណែកវីហ៊ីវឯងទៅរកអ្នករស់រានមានជីវិតយកទេ ហើយចុះខ្ញុំត្រូវធ្វើអី ប្រធានក្រុមតូចអូននៅទីនេះឲ្យល្អទៅកុំរត់ទៅណាឲ្យសោះពេលយប់ក្នុងសម័យកាលដ៏អាក្រក់នេះវាគ្រោះថ្នាក់ណាស់បើត្រូវសត្វបំផ្លាញខ្លួនចាប់បានវានឹងខំស៊ីម្នាក់មួយមិនខានយកទេ ឲ្យងាប់ហើយទឹកដុំសម្លេងដែលគាត់ប្រើដើម្បីគំរាមក្មេងនឹងវាស្អីទៅ បងខេងឲ្យកាត់ផ្ទុករបស់ពួកយើងបូកបញ្ចូលគ្នាបានមិនដល់500ម៉ែត្រគូផងចុះកំប៉ុងច្រើនម្លេះនេះត្រូវធ្វើម៉េចទៅឬមួយយើងតាក់ទងទៅយ៉ែងអែននៅក្រុមទៅថ្លៃសេវាផ្ទុករបស់នាងគឺ50ប៉ុន្តែបើប្រគល់កំប៉ុងឲ្យទីស្នាក់ការកណ្ដាលពួកយើងនឹងទទួលបានតែពិន្ទុប៉ុណ្ណោះលោកបណ្ឌិតឲ្យ